đây nào cái ngàyนี้ខ្ញុំចង់មកព្រៀនពីរបៀបទិញបានតាម Alibaba អញ្ចឹងដំបូងអ្នកគ្នាចុចលើ Alibaba ហ្នឹងមកហើយដំបូងវាចូលមកlại home ចាអញ្ចឹងអ្នកគ្នាចុច My Alibaba ចុចលើហ្នឹងមកហើយយើងយកពាក្យ sign in យើងចុចលើ sign in ហ្នឹងមកអញ្ចឹងពេលដែលមកដល់កន្លែងនេះអ្នកគ្នាមាន3មួយ sign in មួយ Facebook មួយ Apple ID មួយ Google អញ្ចឹងអ្នកគ្នាមាន account ណាដែលគិតថាវាអត់បាត់ឬក៏វាអត់ខូចអ្នកគ្នាអាច sign in បានអញ្ចឹងខ្ញុំយក Apple ID សាកឲ្យអ្នកគ្នាមើលសិនតែប៉ុណ្ណឹងអ្នកគ្នាបាន account ទិញអីវ៉ាន់មួយអញ្ចឹងក្នុងនេះគឺយើងអត់មានត្រូវដូរទៀតទេគឺតែប៉ុណ្ណឹងនិយាយរួមអ្នកគ្នាទិញតាម Alibaba ស្រួលជាង app Pintoto ឬក៏ Taobao អានោះវានៅវាយអាស័យដ្ឋានណាបើ Alibaba នេះគឺអត់ទេអញ្ចឹងខ្ញុំប្រាប់អ្នកគ្នាពីរបៀបទិញឥឡូវយើងចូលមកផលិតផលដែលយើងចង់ទិញណាឧទាហរណ៍7នេះមួយចុះអញ្ចឹងយើងចុចលើ7ហ្នឹងមកអ្នកគ្នាអញ្ចឹងអ្នកគ្នាឃើញដំបូងអ្នកគ្នាត្រូវមើលកន្លែងនេះអ្នកគ្នាអាចមើលរូបភាពវាបានអញ្ចឹងណាថារូបភាពវាមិនខ្លះយើងអាចមើលបានហើយបន្ទាប់មកទៀតអ្នកគ្នាមើលកន្លែងខ្ញុំអូនថាច់នេះគឺតារាងលុយហើយចំនួនចំនួនឡើយ10នេះគឺបានន័យថាអាវ៉ាន់ហ្នឹងគឺលក់ចាប់ពីចំនួន10គ្រាប់ឡើងហើយក្នុងមួយគ្រាប់គឺ$3.65ចំពោះតម្លៃជាក់ស្ដែងតតអ្នកនរគ្នាឆាតទៅសួរវាផ្ទាល់យើងចុចឆាតណៅមកហើយយើងផ្ញើអាហ្នឹងឲ្យវាទៅហើយយើងសួរវាhow much អញ្ចឹងទៅតម្លៃប៉ុន្មានប៉ុន្តែភាគច្រើនពួកវាដែរប្រាប់តម្លៃយើងឯងវាសួរយើងយកចំនួនប្រមាណសិនអញ្ចឹងអ្នកនរគ្នាដាក់មួយទៀតគឺដាក់ថាខ្ញុំចង់ដឹងតម្លៃជាមុនអញ្ចឹងពួកវាប្រាប់តម្លៃជាក់ស្ដែងថាអាវ៉ាន់ហ្នឹងមកគ្រាប់ប៉ុន្មានអញ្ចឹងណាហើយចំពោះ feedback អ្នកនរគ្នាអាចមើល feedback បានខ្ញុំស្អកកទេអ្នកនរគ្នាfeedback អ្នកនរគ្នាមើលឡើងរូបផ្កាយនេះរូបផ្កាយចំពោះថាច់យើងចុចលើហ្នឹងដល់feedback នេះបានន័យថាយើងចង់ដឹងថាហាងមួយហ្នឹងលក់ផលិតផលមានបោកគេអត់លក់ផលិតផលគុណភាពអត់លក់ផលិតផលដូចដែលរូបដូចរូបបានបង្ហាញអត់ចឹងអញ្ចឹងគឺយើងអាចមើលតាមនឹងបានអញ្ចឹងរូបភាពទាំងអស់នេះគឺសុទ្ធតែអ្នកដែលគាត់ធ្លាប់ទិញទៅអញ្ចឹងយើងអាចមើលបានគេធ្លាប់ទិញទៅបានផលិតផលហ្នឹងមែនអញ្ចឹងយើងអាចមើលតាមនឹងបានអញ្ចឹងអត់ពិបាកមើលអ្នកគ្នាមើលតែផ្កាយទេបានហើយតែផ្កាយ5បានន័យថាល្អអញ្ចឹងណាហាងហ្នឹងលក់ផលិតផលដូចថារូបមិនគឺបានផលិតផលអញ្ចឹងហើយបើហាងខ្លះដែលលក់ផលិតផលអត់មានគុណភាពឬក៏លក់បោកអតិថិជនអ្នកខ្លះគេទិញហើយគេ feedback ដាក់ផ្កាយមួយអញ្ចឹងទៅអាហ្នឹងក៏វាមានហានិភ័យដែរត្រង់ចំណុចហ្នឹងណាមួយទៀតសម្រាប់ពេលដែលយើងទិញមួយអ្នកលក់ខ្ញុំសុំចូលកន្លែងដែលយើងទិញមួយអ្នកលក់សិនពេលដែលយើងទិញគឺយើងចុចចូលកន្លែងនេះអ្នកនរគ្នាចុចពេលដែលយើងទិញមួយខាង Alibaba អ្នកនរគ្នាឆាតលើវាឆាតនិយាយគ្នាឲ្យអស់នេះដូចខ្ញុំចេះនិយាយត្រូវដូចថាអ្នកនរគ្នាឆាតនិយាយតម្លៃអស់ដូចថាអ្នកនរគ្នាទិញ10គ្រាប់អញ្ចឹងនិយាយត្រូវតម្លៃអស់គឺយើងត្រូវផ្ញើអាស័យដ្ឋានក្រុមហ៊ុននៅខ្មែរអាស័យដ្ឋាននៅចិនណាអញ្ចឹងអ្នកនរគ្នាភ្ជាប់មួយក្រុមហ៊ុនមួយណាអាចយកអាស័យដ្ឋានហ្នឹងផ្ញើឲ្យវាបានដូចជានេះខ្ញុំនិយាយត្រូវវាហើយគឺវាធ្វើជា receipt មួយដើម្បីទូទាត់លុយអញ្ចឹងយើងចុច payment ឲ្យគេទៅពេលដែលចូលមកដល់ហ្នឹងគឺវាមានដាក់ visa card អញ្ចឹងអ្នកនរគ្នាដាក់ visa card មកហើយ pay គេទៅបានហើយកុំភ្លេចផ្ញើអាស័យដ្ឋានឲ្យគេផងអាស័យដ្ឋានដូចអញ្ចឹងអ្នកនរគ្នានេះដូចចេះគេអ្នកនរគ្នាអាស័យដ្ឋានហ្នឹងបានន័យថាពេលដែលអាវ៉ាន់ហ្នឹងពួកវាខ្ចប់ឲ្យអស់គឺវាផ្ញើទៅអាស័យដ្ឋានហ្នឹងឲ្យយើងហើយចំពោះ shipping mark នេះបានន័យថាពេលដែលប្រអប់នឹងដឹកចេញមកគឺវាទៅសេផ្លាកនៅលើហ្នឹងសេផ្លាកហ្នឹងបានន័យថាវាមាន ID យើងមានលេខទូរស័ព្ទយើងមាន Gmail យើងអញ្ចឹងពេលណាដែលលេខ tracking តាមដានហ្នឹងអាលុបឬក៏បាត់គឺខាងក្រុមហ៊ុននៅខ្មែរយើងគឺគេអាចមើលតាម shipping mark ហ្នឹងបានអញ្ចឹងគេអាចដឹងថាអាវ៉ាន់ហ្នឹងឈ្មោះរបស់យើងអញ្ចឹងណាអាហ្នឹងគឺយើងត្រូវទៅសេឲ្យវាហើយបន្ទាប់មកទៀតពេលដែលសុំលេខតាមដានអ្នកនរគ្នាត្រូវចូលទៅមើលកន្លែងនេះអ្នកនរគ្នាចុចតាមដែរយើងចុចលើនេះមកយើងចុចនេះ my order តែប៉ិតលេខតាមដានអ្នកនរគ្នាមិនបាច់ចូលទៅមើលតាមខ្ញុំក៏បានដែរអ្នកនរគ្នាទិញពីវាហើយដោយថាពេលណាអាវ៉ាន់ពួកវាដឹកចេញអ្នកនរគ្នាឆាតទៅសុំលេខវាហ្មងទៅសុំ tracking number ទៅពួកវាឲ្យយើងមិនបាច់ចូលទៅមើលនាំទៅវិញឆ្ងាយណាគាត់ថាចូលទៅមើលក៏បានដែរអ្នកនរគ្នាចូលទៅមើលក៏បានដែរគាត់ថាយើងចុចលើរូបដែលយើងទិញហ្នឹងមកហើយយើងចុចឡើងហ
ហើយយើងអស់ចូលមកក្រោមមកឃើញដូចគ្នាគ្រាន់តែថាបើយើងប្រាប់វាទៅវាចូលយកឲ្យយើងអញ្ចឹងវីដេអូដូចជាមានតែប៉ុណ្ណឹងណាអ្នកនរគ្នាដូចជាមានអីទៀតផង Alibaba អញ្ចឹងបើអ្នកនរគ្នាទិញបានឬក៏ជួបបញ្ហាអាច comment ខាងក្រោមបានខ្ញុំនឹងឆ្លើយតបទៅអ្នកនរគ្នាវិញហើយចំណុចខ្ញុំតនេះខ្ញុំធ្វើវីដេអូរបៀបទិញពីទូតាប៉ាឬក៏1688អ្នកនរគ្នានៅក្នុងនោះមានអវ៉ាន់ច្រើនអ្នកនរគ្នាប៉ុន្តែសំខាន់អ្នកនរគ្នាក៏មើលតម្លៃស៊ីសងលើយើងឆាតទៅហាងផ្ទាល់ជួនកាលតម្លៃផ្សេងពេលដែលយើងឆាតទៅផ្សេងហើយជាទូទៅភាគច្រើនពួកវាអត់សូវលក់មួយពួកវាអាចលក់ចាប់ពី2ឡើងពួក Alibaba អញ្ចឹងហើយបើខ្លះទៀតលក់ចាប់ពី5ឡើងវាកម្រលក់1លក់2ភាគច្រើនបើក្រុមហ៊ុនហ្មងភាគច្រើនលក់ចាប់ពី5គ្រាប់ឡើងដូចជាអត់មានអីទៀតទេណាគ្នាព្រោះ account ចូលមកវាអត់មានអីច្រើនគ្រាន់តែយើងភ្ជាប់ sign in ចូលមកគឺវា load មកហើយបងវាអត់មានអីញ៉ៃទៀត